សពថ្ងៃនេះមានមនុស្សជាច្រើនដែលមានក្តីសម័យបាទចង់មានពេលវេលាដូចជាខ្ញុំចឹងឯងជាពេលវេលាដែលខ្ញុំបាទមានសេចក្តីសុខបំផុតនៅក្នុងជីវិតរបស់ខ្ញុំចាប់តាំងពីខ្ញុំកើតមករហូតដល់ឥឡូវនេះគឺខ្ញុំអាយុប្រហែល31ឆ្នាំហើយអញ្ចឹងខ្ញុំហ៊ាននិយាយថាក្តីសុខរបស់ខ្ញុំនៅពេលនេះគឺគ្រប់គ្រាន់សម្រាប់ផ្ដល់ឲ្យគ្រួសារមានសុភមង្គលហើយមានមនុស្សច្រើនណាស់ដែលមានបំណងឬក៏ចង់ឲ្យខ្លួនឯងនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់រស់នៅជាមួយនឹងក្រុមគ្រួសារប្រពន្ធកូនបាទជាមួយនឹងអ្នកផ្ទះហើយយើងមានប្រាក់ចំណូលទៀងទាត់មានប្រាក់ចំណូលចាយវាយប្រចាំថ្ងៃមានមុខរបរបាទមានជីវភាពសមរម្យរស់នៅក្នុងសង្គមសប្តាហ៍ថ្ងៃនេះគឺយើងមិនមានជាអ្វីកត់សម្គាល់នោះទេសម្រាប់ខ្ញុំបាទតកតងជាមួយនឹងពេលវេលាឬក៏ប្រាក់ចំណូលឬក៏ថវិកាសម្រាប់ចាយវាយផ្គត់ផ្គង់ទៅលើគ្រួសារដោយសារតែយើងមានមុខរបរមួយនៅក្នុងផ្ទះហើយបាទជាពិសេសគឺយើងមានមុខរបរមួយទៀតគឺការលក់អនឡាញបងប្អូនខ្លះប្រហែលជាស្គាល់និងដឹងហើយថាខ្ញុំលក់អ្វីបាទលក់អនឡាញរបស់ខ្ញុំគឺមានប្រភេទការ៉ូបិទអញ្ចឹងការ៉ូបិទបាតមានប្រភេទអេប៉ុងប្រភេទក្តាស់អីហ្នឹងបាទបងប្អូនចង់បានអីអាចចូលមើល page របស់ខ្ញុំបានបាទគឺ page ក្តាស់បិទអញ្ចឹងនិងអេប៉ុងបិទអញ្ចឹងហើយអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ទៅលើវីដេអូនេះគឺខ្ញុំចង់ចែករំលែកបាទនៅបទពិសោធន៍ខ្លះមុននឹងខ្ញុំមានពេលវេលាគ្រប់គ្រាន់ហើយមានសេចក្តីសុខនៅក្នុងគ្រួសាររបស់ខ្ញុំពេលនេះគឺដោយសារតែខ្ញុំពីមុនមកគឺធ្លាប់លំបាកឆ្អែតហើយបងប្អូនពិបាកនោះគឺថាមិនមែនពិបាករហូតដល់ថ្នាក់អត់បាយឬក៏អត់មានលុយចាយគ្រប់គ្រាន់នោះទេគឺពិបាកត្រង់ថាគឺតាំងពីក្មេងបាទតាំងពីធំដឹងក្តីមកគឺយើងមិនដែលមានពេលសប្បាយហឺហាបាទមានពេលដើរលេងលោឆាយដូចក្មេងគេសពថ្ងៃឥឡូវនេះទេពេលវេលាដែលខ្ញុំមានគឺបាទដឹងក្តីឡើងគឺយើងទៅធ្វើការបាទចេញពីធ្វើការដំបូងគឺអាយុប្រហែលជាខ្ទង់16 17ឆ្នាំទៅដំបងធ្វើសំណង់បានមួយថ្ងៃ10000បន្ទាប់មកធ្វើការជាងដែកបន្ទាប់មកធ្វើការរោងចក្ររហូតពីមួយឆ្នាំទៅមួយឆ្នាំបាទការងារពីមួយទៅមួយគឺដូររហូតយើងចេះតែវិវត្តខ្លួនម្ដងបន្តិចម្ដងបន្តិចទៅរកអ្វីដែលយើងគិតថាវាល្អវាផ្ដល់ប្រយោជន៍ឲ្យយើងបាទរីកចម្រើនជាងមុនគឺខ្ញុំទៅបើគឺខ្ញុំអត់រុញរារែកនឹងអ្វីដែលខ្ញុំទៅធ្វើគិតថាខ្ញុំអត់ហ៊ានខ្ញុំអត់ចេះខ្ញុំអត់អាចធ្វើបានបាទតើនេះមកពីហេតុអ្វីបានជាយើងពីមួយឆ្នាំទៅមួយឆ្នាំបាទពីការងារមួយកន្លែងទៅការងារមួយកន្លែងយើងដូររហូតគឺដោយសារតែយើងមិនមានចំណេះដឹងដោយសារតែយើងនឹងមិនបានរៀនសូត្រឲ្យបានជ្រៅជ្រះរកមុខរបរឬមុខជំនាញមួយឲ្យបានពិតប្រាកដឲ្យច្បាស់លាស់ដើម្បីរកប្រាក់ចំណូលឲ្យបានពិតប្រាកដនោះទេដូច្នេះហើយបើសិនជាយើងមិនចេះមិនមានជំនាញអីពិតប្រាកដយើងប្រឹងធ្វើការតែនៅមួយកន្លែងគឺយើងប្រៀបដូចទៅនឹងកែបក្នុងដងអញ្ចឹងបងប្អូនបើសិនជាយើងមិនចេះខ្នះខ្នែងស្វះស្វែងរកអ្វីដែលថ្មីហើយអភិវឌ្ឍខ្លួនយើងឲ្យល្អនោះយើងមិនអាចរីកចម្រើនទៅមុខបានទេមកដល់ពេលនេះជីវិតខ្ញុំគឺជោគជ័យបានពាក់កណ្ដាលហើយទុកថាបាទជោគជ័យមួយដែលបងប្អូនគ្រប់គ្នាគិតថាចង់បានដូចជាខ្ញុំដែរប៉ុន្តែនៅពាក់កណ្ដាលទៀតគឺខ្ញុំប្រាថ្នាបាទនៅក្នុងឆ្នាំ2025នេះគឺខ្ញុំនឹងដាក់គោលដៅឲ្យយកឡានមួយគ្រឿងជូនបាទគ្រួសាររបស់ខ្ញុំឲ្យបានហើយបាទបន្ទាប់យើងនឹងបាទដាក់គោលដៅមួយទៀតយកផ្ទះបាទផ្ទះថ្មីមួយទៀតសម្រាប់គ្រួសាររបស់យើងឲ្យវាមានសុភមង្គលនិងសេចក្តីសុខពិតប្រាកដកុំឲ្យអ្នកខ្លះគាត់បានមើលវីដេអូនេះហើយគិតថាខ្ញុំនឹងបាននិយាយបានតែមាត់មិនបានជាប្រយោជន៍ឲ្យអ្នកដែលទស្សនាវីដេអូនេះមានចំណេះដឹងឬក៏ចែករំលែកបទពិសោធន៍ល្អៗនោះទេ